ភោជនីយដ្ឋាននិងអាហារដ្ឋានបច្ចុប្បន្នត្រូវបានគេទទួលស្គាល់ជាឧស្សាហកម្មទេសចរទទួលផ្គត់ផ្គង់ម្ហូបអាហារនិងភេសជ្ជៈដល់អ្នកទេសចរនិងសាធារណៈជាញឹកញាប់ឧស្សាហកម្មនេះត្រូវបានគេកំណត់អត្ថន័យដោយផលិតផលសម្រេចរបស់ខ្លួនដែលបំពេញតម្រូវការផ្នែកម្ហូបអាហារនិងភេសជ្ជៈដោយឡែកនៅប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានការរីកចម្រើនយ៉ាងខ្លាំងផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈហើយសេវានេះមានសារៈសំខាន់សម្រាប់សុខភាពទេសចរដូច្នេះភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ត្រូវតែមានអនាម័យល្អនិងលក្ខណៈស្តង់ដារដូចជាអនាម័យជុំវិញបរិវេណអគារមានការតុបតែងលម្អនិងចតរថយន្តសមស្របបន្ទប់ទទួលទានអាហារមានភាពទាក់ទាញអនាម័យល្អនិងមានផាសុកភាពជូតសម្អាតកម្រាលឥដ្ឋជាប្រចាំធ្វើយ៉ាងណាកុំឲ្យមានកាកសំណល់លើឥដ្ឋជាពិសេសក្រដាសជូតមាត់ការរៀបចំតុទទួលទានអាហារមានលក្ខណៈបច្ចេកទេសស្របតាមប្រភេទអាជីវកម្មនិងពេលវេលាដូចជាការរៀបចំតុសម្រាប់អាជីវកម្មភោជនីយដ្ឋានខុសគ្នាពីអាហារដ្ឋានអាជីវកម្មភោជនីយដ្ឋានការរៀបចំតុសម្រាប់អាហារពេលព្រឹកខុសគ្នាពីអាហារពេលថ្ងៃនិងពេលល្ងាចភោជនីយដ្ឋានការរៀបចំតុសម្រាប់ទទួលទានអាហារយើងត្រូវក្រាលកម្រាលតុបន្ទាប់មកត្រូវរៀបចំកាំបិតសមស្លាបព្រាចានកែវទឹកកែវស្រានិងកន្សែងដែលជាលក្ខណៈអាជីពប្រភេទអាជីវកម្មខ្លះដូចជាប្រភេទអាហារដ្ឋានដែលលក់អាហារទាន់ចិត្ត fast food bar ភ្ញៀវចូលទៅកាន់កន្លែង counter លក់និងស្នើសុំម្ហូបអាហារនៅកន្លែងលក់តែម្ដងការផ្ដល់សេវាដោយទឹកមុខរស់រាយរាក់ទាក់និងរហ័សទាន់ចិត្តអាជីវកម្មភោជនីយដ្ឋាននៅពេលភ្ញៀវចូលទៅអ្នកទទួលភ្ញៀវត្រូវទទួលស្វាគមន៍ភ្ញៀវដោយទឹកមុខរស់រាយរាក់ទាក់និងអញ្ជើញភ្ញៀវទៅកាន់តុអង្គុយទាញកៅអីបន្តិចដើម្បីឲ្យភ្ញៀវចូលរួចរុញកៅអីថ្នមវិញបន្ទាប់មកចាក់ទឹកជូនភ្ញៀវរួចទើបបង្ហាញសៀវភៅម្ហូបជូនភ្ញៀវសម្រាប់ឲ្យភ្ញៀវជ្រើសរើសទៅតាមតម្រូវការការដាក់តាំងបង្ហាញសៀវភៅមុខម្ហូបនីមួយៗត្រូវមានការកំណត់ថ្លៃច្បាស់លាស់ការបម្រើសេវាម្ហូបអាហារនិងភេសជ្ជៈអ្នកបម្រើត្រូវមានទឹកមុខរស់រាយនិងផ្ដល់ជូនភ្ញៀវទៅតាមលក្ខណៈបច្ចេកទេសគឺផ្ដល់ជូនភ្ញៀវពីខាងស្ដាំភ្ញៀវអង្គុយនិងប្រមូលយកវិញពីខាងឆ្វេងចង្ក្រានបាយត្រូវមានអនាម័យល្អមានសណ្ដាប់ធ្នាប់និងរបៀបរៀបរយនិងមានផាសុកភាពចំពោះចុងភៅត្រូវស្លៀកពាក់ឯកសណ្ឋានគឺមានមួកសម្រាប់ការពារសក់ជ្រុះសម្លៀកបំពាក់និងស្បែកជើងការពាររអិលកន្លែងរៀបចំម្ហូបត្រូវសម្អាតឲ្យបានស្អាតនិងមានការរៀបចំទុកដាក់ត្រឹមត្រូវដោយប្រើប្រាស់ជ្រុញកាំបិតខុសគ្នារវាងអាហារឆ្អិននិងអាហារឆៅចុងភៅមានបទពិសោធន៍ក្នុងការចម្អិនទៅតាមលក្ខណៈបច្ចេកទេសរៀងៗខ្លួនកន្លែងស្តុកផលិតផលនៅក្នុងភោជនីយដ្ឋានត្រូវបានរៀបចំផ្សេងៗគ្នាទៅតាមប្រភេទនៃផលិតផលដូចជាផលិតផលខ្លះត្រូវដាក់នៅកន្លែងស្ងួតនិងមានសីតុណ្ហភាពធម្មតានិងខ្លះទៀតត្រូវដាក់នៅកន្លែងត្រជាក់ដែលមានកម្រិតសីតុណ្ហភាពដូចជា5ដឺក្រេទៅ7ដឺក្រេសម្រាប់ផលិតផលដែលប្រើប្រាស់ក្នុងរយៈពេល1ថ្ងៃនិងផលិតផលទុកយូរត្រូវមានកម្រិតដក15អង្សាសេកន្លែងទុកស្រាត្រូវមានធ្នើរសម្រាប់ដាក់ស្រាឲ្យបានត្រឹមត្រូវនិងមានកម្រិតសីតុណ្ហភាពត្រជាក់ល្មមដើម្បីកុំឲ្យខូចគុណភាពស្រាកន្លែងលាងចាននិងចោលកាកសំណល់កន្លែងលាងសម្អាតសម្ភារៈចានសមកាំបិតស្លាបព្រាកែវឡាក់ត្រូវដាក់ដោយឡែកពីកន្លែងលាងសាច់បន្លែចានស្លាបព្រាកាំបិតសមនិងទឹកក្តៅត្រូវជូតឲ្យស្ងួតមុននឹងរៀបចំទុកដាក់មុនពេលដាក់ម្ហូបត្រូវយកចានមកដុតកម្ដៅសម្រាប់មេរោគម្ដងទៀតចុងភៅត្រូវមានកន្លែងលាងដៃនិងជូតឲ្យស្ងួតមុននឹងរៀបចំចម្អិនម្ហូបធុងសម្រាមត្រូវមានគម្របបិទជិតនិងកុំឲ្យមានក្លិនមានប្រព័ន្ធចម្រោះទឹកកខ្វក់មុននឹងបញ្ចេញចោលបន្ទប់ទឹកភ្ញៀវបុរសស្ត្រី
ដាច់ដោយឡែកពីគ្នាមានសម្ភារៈគ្រប់គ្រាន់និងសម្អាតជាប្រចាំចំពោះបន្ទប់ទឹកបុគ្គលិកត្រូវដាក់ដោយឡែកមិនត្រូវលោកឡំជាមួយភ្ញៀវទេបុគ្គលិកមានអនាម័យល្អនិងស្លៀកពាក់ឯកសណ្ឋានមានស្លាកឈ្មោះត្រឹមត្រូវមានសញ្ញាបត្រជំនាញផ្នែកបដិសណ្ឋារកិច្ចឆ្នេរសមុទ្រកម្ពុជាតារារះនាទិនិរដី Cambodia Bay, the rising star of the Southwest. កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ Cambodia, kingdom of wonder.